នៅពេលដែលយើងចង់បង្កើត topic ថ្មីនៅក្នុង group Telegram របស់យើងតែយើងគួរធ្វើមិនទៅតោះមកមើលទាំងអស់គ្នាបើយើងចង់បង្កើត topic ថ្មីនៅក្នុង group Telegram របស់យើងតោះតែយើងគឺជា owner ដែលបានបង្កើតដៃផ្ទាល់នៅក្នុង group ហ្នឹងអញ្ចឹងចង់ដឹងពីរបៀបបង្កើត topic ថ្មីនៅក្នុង group របស់យើងតោះមកមើលវិធីនេះទាំងអស់គ្នាដំបូងយើងចូលទៅ Telegram ហើយបន្ទាប់មកស្វែងរក group Telegram របស់យើងដែលមានស្រាប់អញ្ចឹងយើងចុចលើ group Telegram ហ្នឹងមកបាទបន្ទាប់ពីអ្នកទាំងអស់គ្នាបានចូលទៅក្នុង group របស់យើងដែលបានបង្កើតហើយហ្នឹងអ្នកទាំងអស់គ្នានឹងឃើញមានអក្សរនៅខាងលើដែលគេដាក់ថា edit អញ្ចឹងយើងចូលទៅកន្លែង edit ហ្នឹងមកហើយអ្នកទាំងអស់គ្នាស្វែងរកពាក្យមួយដែលមានថា topic អញ្ចឹងយើងទៅ disable វាយើងទៅ disable នៅកន្លែង topic ហ្នឹងមកអញ្ចឹងយើងចុចលើ topic ហ្នឹងទៅវានឹង load ផ្ទាំងនេះឲ្យអញ្ចឹងយើងឃើញមានអក្សរ enable topic អញ្ចឹងយើងចុចបើកវាឲ្យចេញ queue ហ្នឹងមកហើយខាងក្រោមនេះអ្នកទាំងអស់គ្នាអាស្រ័យលើអ្នកទាំងអស់គ្នាយក click យក type ក៏បាន click យក list ក៏បានអាស្រ័យលើអ្នកទាំងអស់គ្នាហើយបន្ទាប់ពីបើកឲ្យចេញ queue ហ្នឹងហើយអ្នកទាំងអស់គ្នា back មកគ្រប់ដើមវិញ back ដល់គ្រប់ដើមវិញមកហើយយើងនឹងឃើញមានពាក្យមួយគឺគេដាក់ថា new topic អញ្ចឹងមកដល់ចំណុចនេះគឺយើងអាចបង្កើត topic ថ្មីបានហើយអញ្ចឹង topic ថ្មីដែលអ្នកទាំងអស់គ្នាចង់បង្កើតគឺអាស្រ័យលើអ្នកទាំងអស់គ្នាចង់ដាក់ឈ្មោះអីក៏បានខ្ញុំដាក់ថា recruitment អញ្ចឹងនៅក្នុង group ហ្នឹងខ្ញុំចង់ឲ្យមានការផ្សព្វផ្សាយទៅលើជ្រើសរើសបុគ្គលិកបន្ថែមអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ថាស្វែងរកបុគ្គលិកអញ្ចឹងបន្ទាប់ពីខ្ញុំបង្កើត topic ថ្មីហ្នឹងហើយខ្ញុំអាចរើសជា icon ជារូបអីបន្ថែមទៀតដើម្បីកំណត់សម្គាល់នៅក្នុង group ហ្នឹងបាទបន្ទាប់ពីអ្នកទាំងអស់គ្នាបានបង្កើត topic ថ្មីហើយនៅក្នុង group របស់យើងអ្នកទាំងអស់គ្នានឹងឃើញបែបនេះនឹងឃើញមាន topic ថ្មីរបស់យើងនៅក្នុង group ធំរបស់យើងអញ្ចឹងបន្ទាប់ពីបង្កើតរួចហើយអញ្ចឹងអ្នកទាំងគ្នាអាចសាកល្បងមើលហើយបើមានចម្ងល់អីតាក់ទងមកការបង្កើត topic ថ្មីនេះក៏អាចឆាតសួរខ្ញុំបានអរគុណច្រើន